វីដេអូនេះគឺសម្រាប់បងប្អូនដែលញ៉ាំអីបន្តិចទៅមានអារម្មណ៍ថាឆ្អល់ពោះហើមពោះវ៉ាំលាហាហើយចុកកាហាយកាពះមានបងប្អូនគាត់មានអាការៈទាំងអស់ហ្នឹងខ្ញុំណែនាំគាត់ឲ្យប្រើប្រភេទថ្នាំមួយប្រភេទដែលមានឈ្មោះថា Promax នេះបងប្អូនព្រោះ Promax នេះគឺគេថាមានប្រសិទ្ធភាពលឿនត្រឹមតែ2នាទីក្រោយពេលគាត់ប្រើទេគឺគាត់មានអារម្មណ៍ថាធូរស្រាលយើងក៏លេចទៅមើលតែហេតុអីបានជា Promax ហ្នឹងវាមានប្រសិទ្ធភាពល្អនិងលឿនបែបហ្នឹងគឺដោយសារតែ Promax នេះវាមានផ្សំនៅសារធាតុ3សំខាន់នៅក្នុងនោះដូចជាប្រភេទទី1ពពួក Erythromycin ហ្នឹងមានតួនាទីនៅក្នុងការបន្សាបអាស៊ីតកាពះនិងការពារភ្នាកាពះដែលវានឹងជួយធ្វើឲ្យបងប្អូនប្របាត់នៅអាការៈចុកឆ្អល់កាពះទី2គឺ Magnesium Hydroxide គឺមានតួនាទីនៅក្នុងការបន្ថយនៅអាការៈពិបាកនៅក្នុងការរំលាយអាហារដូចជាចង្អោរភើជូរជាដើមហើយទី3 Simeticone ហ្នឹងគឺមានតួនាទីនៅក្នុងការបំបាត់អាការៈហើមពោះអញ្ចឹង3នឹងបញ្ចូលគ្នាពិតជាធ្វើឲ្យ Promax នេះវាមានប្រសិទ្ធភាពកាន់តែប្រសើរដោយឥឡូវហ្នឹង Promax គឺមាន2ទម្រង់គឺប្រភេទគ្រាប់ដែលបងប្អូនអាចលេបឬក៏គេថាតាពីក៏បានហើយនឹងជាប្រភេទទឹកនេះអាចបឺតដែលប្រភេទទឹកនេះឥឡូវកាន់តែចំណេញជាងមុនទៀតបងប្អូនគេធ្វើធំជាងមុនហើយតម្លៃវាត្រឹមតែ1000ទេហើយវិធីសាស្ត្រនៅក្នុងការញ៉ាំមែនតើទៅក្មេងអាយុ6ឆ្នាំគឺអាចប្រើបានដែរបងប្អូនហើយញ៉ាំទៅក្លិនវាប្រហើរជាងកាមស្រួលញ៉ាំបងប្អូនអញ្ចឹងនៅក្នុងករណីដែលបងប្អូនមានអាការៈដូចដែលបានលើកឡើងនៅខាងលើឆ្អល់ហើមពោះវ៉ាំលាហាក៏ដូចជាចុកកាហាយកាពះអាចទៅស្វែងរក Promax នេះបាននៅតាមស្ថានីយ៍នាចិត្តផ្ទះអមជាមួយនឹងការប្រឹក្សាអំពីរបៀបក្នុងការប្រើប្រាស់